ជាតិមុនពួកវាជាកម្មពីរបស់ខ្ញុំតែជាតិនឹងខ្ញុំទើបជាអ្នកកាច់ចង្កូតវាសនាពួកវាមកមិននឹងអាចទៅរួចទៅលឿនឡើងឆាប់ទៅអញ្ជើញលោកម្ចាស់និកាយមកយីយីងអញទៅតែធ្វើស្អីមិញនឹងហាអាមនុស្សអត់ចេះខ្មាស់អៀនត្រឹមជាតិពលតណ្ហាប៉ុណ្ណឹងសោះធ្វើឲ្យអញទម្លាក់អាវុធចុះចាញ់បាត់ទៅហើយហោះទុកចិត្តអញអត់បានហើយនៅនាំឲ្យអញជួបរឿងគួរឲ្យខ្ពើមបែបនេះទៀតត្រូវការឲ្យអញជួយអញទេបន្សាពលរួចហើយសម្រាប់ស្រីនឹងចោលទៅឬយ៉ាវអញចាំបានថាអាវុធវេទមន្តកម្រិតទេវានៅជាន់ទី10នោះភាគច្រើនគឺឯងជាអ្នកលុតដំវាមែនទេឯងដឹងអត់ឥឡូវហ្នឹងពួកវាវមុំស្រីហ្នឹងឬសត្វឆ្កែចឹងឯងកំពុងប្រុសស្អីនឹងហាអូនាងមិនបានរើសរបស់ដែលអញលុតដំទេតាណសំបីតែក្រឡេកមើលមួយផ្លែតក៏នាងមិនខ្ជិលមើលផងជាតិមុនមិនថាខ្ញុំពេញចិត្តរបស់មួយណាទេចុងក្រោយគង់តែត្រូវប៉ៃឈីងខាងដណ្ដើមយកទៅបាត់ឯងតើបិសាចពោស្វីឯងព្រមទៅជាមួយខ្ញុំទេនាងឈួតបាត់ហើយនោះគឺជាដាវបិសាចណាលោកម្ចាស់និកាយស្វៀងយានពិតជាហ៊ានចំណាយធំមែនកូនសិស្សម្នាក់រើបានសុទ្ធតែដាច់អេតចាយចំណែកម្នាក់ទៀតបានសុទ្ធតែដាវទេវកថាលំអៀងលឹងពោះហេតុពេកហើយមែនទេសិស្សចង្រៃអញធ្វើជាម្ចាស់និកាយវ័យក្មេងគឺដើម្បីក្រាបផ្លូវនិងធ្វើជាខែលឲ្យឈីងខាងទេវើយអញហ៊ានទៅដកដាវទេវកថាមែនហោះគួរឲ្យស្ដាយអញគិតខុសហើយទោះវាខ្លាចជាដាវបិសាចទៅហើយក្តីក៏ស្គាល់វិញ្ញាណបិសាចដូចជានាងអាចទ្រាំទ្របានដែរហោះចាំមើលតែវាទៅបាក់ស៊ីវិញទៅណែជីពូឡៃមិនទាន់អស់ផងរត់ចេញមកធ្វើអីនឹងហារៀងអផ្សុបបន្តិចតើអញក៏ហកខ្មោចហោះជប់និយាយរឿងនឹងសិនទៅអញត្រូវប្រញាប់ទៅរៀបចំជួយសង្គ្រោះមនុស្សអ្នកទាំងអស់គ្នាឆាប់ថយចេញទៅមិនមែនទៅសម្រាប់ស៊ឺស៊ូងទេហ៎អញ្ចឹងអត់អីទេគុំសិស្សអ្នកណាអ្នកនឹងទៅជួយខ្លួនឯងទៅឈិនខាងប្រព័ន្ធប្រតិបត្តិការបន្តប្រើប្រាស់ធម្មពលដណ្ដើមយកវាថ្ងៃនេះនាងចង់បានអីខ្ញុំនឹងដណ្ដើមយកអាហ្នឹងម្ចាស់កត្រីរបស់នេះត្រូវធម្មពលបិសាចគ្រប់គ្រងបាត់ហើយគ្រប់គ្រងបរាជ័យហើយធម្មពលមិនគ្រប់គ្រាន់ទេឆាប់រត់ទៅអាដាវបិសាចអញនឹងកំទេចឯងចោលដាវហ្វូស៊ីទទួលស្គាល់ម្ចាស់ថ្មីបាត់ទៅហើយអ្នកល្អ10ជាតិអីគេរបស់ពីជាតិមុនមិនក៏យកមកបុកបញ្ចូលក្នុងជាតិនេះហាសខ្ញុំទៅជាអ្នកដែលស៊ូគ្រីជ្រើសរើសមកកែប្រែពិភពលោកមួយនេះលោកគ្រូលោកអត់អីទេមែនទេប្រធានលេងពាក្យដែលលោកនិយាយមុននេះនៅយកជាការអត់ប្រកាសណាស់ពាក្យដែលខ្ញុំនិយាយហើយមិននឹងអាចប្រឡាស់បានទៅគ្រាន់តែថាបើចង់សម្រេចវាធ្វើជាអាវុធប្រចាំកាយតតែបណ្ដេញជាតិបិសាចដែលលាក់ខ្លួនជ្រៅនោះចេញសិនឈីងរងប្រញាប់បោះដាវកញ្ចាស់នឹងចោលទៅហើយទៅរើសយកអាវុធកម្រិតទេពវិញទៅរឿងពិន្ទុចាំគ្រូជាអ្នកចេញលោកគ្រូជាខ្ញុំទៅដាវនេះល្អជាងគ្រប់ដាវទាំងអស់នៅទីនេះទៅទៀតល្អជាងដាវហ្វូស៊ីនោះទៅទៀតណាល្អណាស់គ្រូដឹងស្រាប់ហើយថាក្មេងដូចជាឯងនេះគឺជាអ្នកដែលទទួលបានការគាំពៀពីឋានសួគ៌ពិតមែនស្វៀនយានពិតជាលំអៀងពេកហើយយកពិន្ទុទៅដូរយកដាវហ្វូស៊ីស៊ឺស៊ូងតែបែរជាយកដាវកញ្ចាស់ឲ្យសិស្សម្នាក់ទៀតដើម្បីតែបង្ក្រប់កិច្ចសោះនេះមកពីស៊ឺស៊ូងមកក្រាស់ខ្លួនឯងតើអំបញ្ញមិញពេលគ្រូរបួសនាងសំបីតែមើលមួយភ្នែកក៏អត់ផងមនុស្សរមើលគុណពិតមែនសំមុខហើយវើយជេរឲ្យងប់មកទៅអ្នកទាំងអស់គ្នាកុំជេរទាទៀនសិស្សច្បងខ្ញុំទៀតអីបើសិស្សច្បងចូលចិត្តដាវហ្វូស៊ីឲ្យទៅគាត់ចុះខ្ញុំជឿថានៅលើโลกនេះគ្មានដាវដែលអេតចាយនោះទេមានតែម្ចាស់ដែលមិនព្រមយកចិត្តទុកដាក់តែប៉ុណ្ណោះក្នុងពេលដែលវាជ្រើសរើសខ្ញុំទៅហើយខ្ញុំសុខចិត្តយកវាធ្វើជាអាវុធប្រចាំកាយរបស់ខ្ញុំដាវអេតចាយយ៉ាងម៉េចជោគវាសនាខ្ញុំគឺខ្ញុំអ្នកកំណត់មិនមែនពេលជាអ្នកកំណត់ទេ
ប្រព័ន្ធឲ្យឆាប់ធ្វើឲ្យដាវស៊ីងស៊ូងត្រឡប់មកសភាពដើមវិញទៅណាឯងឈួតហើយមែនទេនេះគឺជាអាវុធប្រចាំកាយរបស់នារីសំណាងដែលខានស៊ូក៏ទទួលស្គាល់ណា ជំរេបំចាស់ប្រព័ន្ធពិនិត្យឃើញថាដាវស៊ីងស៊ូងគ្មានធម្មពលទេពទៀតនោះទេវាពិតជាខ្លាចជាដាវអេតចៃមែនហើយពួកឯងប្រហែលមិនទាន់ដឹងពីសមត្ថភាពសិស្សប្អូនខ្ញុំទេនាងគឺជាទេវតានាំសំណាងណារបស់ដែលឆ្លងកាត់ដៃនាងហើយទោះជាថ្មអេតចៃក៏អាចខ្លាចជារតនសម្បត្តិបានដែរដាវហ្វូស៊ីអស់ចាស់ស្អីទៅស៊ឺស៊ូងឯងសំបីតែកាន់ស្បែកជើងឲ្យសិស្សប្អូនខ្ញុំក៏មិនសមផងសិស្សប្អូនលឿនឡើងបញ្ចេញទ្វេដៃឲ្យពួកនោះមើលបន្តិចទៅមើលហេតុផលដែលដាវស៊ីងស៊ូងបាត់បង់សំណាងមានតែមួយគត់គឺថាស៊ឺស៊ូងជ្រើសរើសយកអ្នកណានោះទើបជាអាវុធទេពពិតប្រាកដយ៉ាងម៉េចហើយមិនមែនថានឹងអភិវឌ្ឍទៅមុខជាមួយគ្នាបង្កើតអភូតហេតុទេអីមិនក៏ក្រវត្តវាចោលអញ្ចឹងឈីងថាងឯងកំពុងធ្វើស្អីហ្នឹងមិនមែនអញ្ចឹងទេដាវហ្វូស៊ីរបស់នាងទើបជាអាវុធទេពដែលខ្ញុំបានជ្រើសរើសដំបងឡាយហ្វូស៊ីហោះតម្រង់មករកខ្ញុំមុនទេគឺឈាមរបស់ខ្ញុំដែលស្រក់លើវាមុនគេនេះបញ្ជាក់ថាវាទទួលស្គាល់ខ្ញុំហើយតើមុខក្រាស់ម្លេះទេនាងប្រព័ន្ធបើធម្មពលមិនគ្រប់គ្រាន់ទេប្រើសំណាងដែលខ្ញុំមានពេលនេះតែម្ដងទៅដាច់ខាតត្រូវតែឲ្យវាទទួលស្គាល់ខ្ញុំជាម្ចាស់ការប្រើប្រាស់សំណាងមានឱកាសតែ 50% ប៉ុណ្ណោះបើសំណាងធ្លាក់ចុះខ្ញុំយក 50% នឹងហើយត្រូវតែលេងមួយក្តារនេះសិនសិស្សច្បងប្រគល់ដាវហ្វូស៊ីទៅឲ្យស៊ឺស៊ូងទៅហះបងក៏មានបំណងអញ្ចឹងដែរការពិតអញ្ចឹងសោះខ្ញុំថាហើយនាងឯងមានអីទៅតាក់ទាញដាវហ្វូស៊ីបាននោះតាមពិតលួចដណ្ដើមរបស់សិស្សប្អូនយើងសោះនៅមិនឆាប់ប្រគល់មកវិញទៀតហះមិនព្រមឲ្យមែនទេអញ្ចឹងកុំបន្ទោសដែលយើងប្រើហិង្សាយើងនឹងបង្រៀននាងជំនួសឪពុកម្ដាយដែលស្លាប់ទៅហើយរបស់នាងមិនក៏នាងស៊ឺស៊ូងអាហារសោះក្បាច់ដាវដែលនាងប្រើមិនក៏ដូចសិស្សច្បងឈិនម្លេះសិស្សចង្រៃឯងហ៊ានផងឯងធ្វើទៅដល់ថ្នាក់នឹងនេះជាសិស្សប្អូនឯងណាមើលទៅបើមិនប្រដៅឯងគឺមិនបានទេសិស្សច្បងនេះស្រីម្នាក់នេះគឺជាមនុស្សរបស់បន្ទប់សាកល្បងថ្នាំយើងខ្ញុំចង់ដឹងណាស់តើអាណាហ៊ានប្រហើននៅចំពោះមុខខ្ញុំសិស្សច្បងហេតុអីនាងមិនហ៊ានទល់មុខជាមួយខ្ញុំមកធ្វើបាបសិស្សប្អូនបែបនេះតើមានហេតុផលអីទៅឯងមើលចុះដាវហ្វូស៊ីខឹងឡើងចង់តែនិយាយចេញមកហើយតើបិទមាត់ទៅមីក្មេងមុខក្រាស់អត់ខ្មាស់អៀនហើយក៏ឯងដែរមីចាស់ស្អុយរលួយហ៊ានប្រហានដាក់ម្ចាស់របស់ខ្ញុំផងជឿអត់ថាយើងនឹងចាក់គូតពួកឯងឲ្យឃ្លីហ្មងធ្វើឲ្យពួកឯងចង់រស់ក៏មិនបានចង់ស្លាប់ក៏មិនបានពួកអ្នកទាំងអស់នឹងហ៊ានឲ្យចៅវាយស្លៀកខោអាវរហែកបែបនេះផងតោះចេញទៅវាមិនស័ក្តិសមនឹងចៅវាយដ៏ខ្ពង់ខ្ពស់របស់ខ្ញុំតតែសោះហ្មងអូហូប៉ុណ្ណឹងហើយថាធ្វើបាបដែរនេះទៅតែចាប់តាមទេតើស៊ីស៊ូងឯងឈ្មោះទេនេះជាសិស្សប្អូនយើងណាឯងជាអ្នកចិញ្ចឹមគេធំដោយផ្ទាល់ដៃអញតើមែនហើយឯងក៏ដឹងថាអញជាអ្នកចិញ្ចឹមវាធំអញ្ចឹងក្នុងនាមជាសិស្សច្បងអញប្រដៅអាចឈួតដែលចូលចិត្តរករឿងនេះបន្តិចវាមិនសមហេតុផលទេអីឯងនេះចិត្តអាក្រក់ខុសខើម្លេះទោះជាវាគ្រាន់តែនិយាយលើសលួសបន្តិចក៏ឯងមិនគួរវាចង់ឲ្យស្លាប់បែបនេះដែរឥឡូវឯងតោងបានអ្នកគ្រប់គ្រងមកនៃនិកាយដាវឡានហើយអញ្ចឹងក៏លែងមើលឃើញពួកយើងក្នុងភ្នែកទៀតមែនទេឬមួយក៏ឯងគិតថាគ្រូដែលបានជួយសង្គ្រោះឯងពីការសម្លាប់រង្គាលរបស់ពួកបេសាចម្នាក់នេះគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រដៅឯងទៀតទេស្វានឆាប់លេបថ្នាំស្ដារសាច់ដុំកម្រិត6នេះទៅហាសោះថ្នាំទឹកកម្រិត6លោកគ្រូធំល្អចំពោះសិស្សគាត់ម្លេះតើឈីងថាងឯងក៏ភ័យស្លន់ស្លោដែរលេបវាទៅលោកគ្រូលោកចេះតែហៅវាចាត់ថាបានជួយសង្គ្រោះខ្ញុំតែការពិតដែលខ្ញុំអាចរស់ជីវិតគឺដោយសារពុកម៉ែខ្ញុំបដូរជីវិតលាក់ក្លិនអាយតនៈរបស់ខ្ញុំតើលោកគ្រាន់តែមកដល់យឺតពេកប៉ុណ្ណោះគ្រូសាស្ត្ររបស់ខ្ញុំរាប់ម៉ឺននាក់ត្រូវបានគេសម្លាប់រង្គាលតែទ្រព្យសម្បត្តិនៅតែមានជីបចុះវិញ្ញាណ10កន្លែងទីក្រុង3អណ្ដូងដែលតាមលោកគ្រូដ៏ល្អរបស់ខ្ញុំចុះតើទ្រព្យសម្បត្តិគ្រួសារខ្ញុំទាំងនោះឥឡូវនៅឯណាលោកស៊ីឆ្នាំកម្រិត6ដូចស៊ីស្ករគ្រាប់អញ្ចឹងតាមមានតែស្អែកជាងទូឈាមខ្ញុំទេហេជីបចុះវិញ្ញាណ10កន្លែងទីក្រុង3តាមពិតសៀមយានគ្រាន់តែទៅរើសចំណេញសោះហ្នឹងមុខក្រាស់អីក្រាស់យ៉ាងនេះ
ចំពេលល្អដែលអ្នកទាំងអស់គ្នានៅទីនេះធ្វើជាសាក្សីស្រាប់ថ្ងៃនេះខ្ញុំសូមប្រកាសចាក់ចេញពីនិកាយជីងហួរចាប់ពីពេលនេះទៅខ្ញុំគ្មានពាក់ព័ន្ធអ្វីនឹងមនុស្សអស់នេះទៀតទេអញកំពុងលំបាកណាស់គ្រូគ្រាន់តែជួយគ្រប់គ្រងជំនួសអញតើក្មេងនេះចិត្តក្តៅមែនគ្រូមានតែថាមិនប្រកល់ឲ្យអញវិញឯណានេះជាបន្តោងថ្នាំគ្រួសារឯងចំណែករឿងចាក់ចេញពីនិកាយគ្រូចាត់ទុកថាមិនបាននៅចុះលីជូតោះយើងទៅធ្វើអាមុខលាក់ពុតតាមពិតមិនចង់សងទ្រព្យឲ្យគេវិញសោះនឹងឋានៈជាសិស្សនិកាយជីងហួរទៅថ្ងៃមុខនៅមានប្រយោជន៍ធំសៀនយានមើងងាយកន្លែងថ្នាំនេះតែវាមិនដឹងទេថានៅក្នុងបន្ទប់សម្ងាត់មានថ្នាំទឹកកម្រិត9ដែលជាអ្វីដែលខ្ញុំចង់បានបំផុតមីងម៉ៅអរគុណដែលតែងតែការពារខ្ញុំណាមីងម៉ៅជាអ្នកខ្លាំងកម្រិតរះតែដោយសារត្រូវពីចម្លែកការពីមុនធ្វើឲ្យស្គាល់ខូចខាតមិនអាចវិវត្តទៅមុខបានទើបគាត់បោះបង់ខ្លួនឯងមកធ្វើជាអ្នកមើលការខុសត្រូវតូចតាចនៅបន្ទប់សាក់បងខាងនេះតែសៀនយានមិនបានដឹងទេថាក្នុងបន្ទប់សម្ងាត់នេះមានអ្នកថ្នាំទឹកកម្រិត9ដែលអាចបន្សាបពីចម្លែកនេះបាននាងនាងចង់ទៅតាមខ្ញុំទេអញមានដងណាស់មាននិស័យជាមួយយើងហ្មងក្បាច់ដាវរបស់អញក៏ស្រដៀងនឹងយើងដែរយកអញចេះទៅអញមកធ្វើជាសិស្សយើងមកអាមួយឈ្មោះសៀនយាននឹងគំនិតខ្លីចិត្តចង្អៀតចង្អល់គ្មានអីគួរឲ្យខ្លាចទេអញនៅស្ដាយគ្រូកាក់បែបនឹងទៀតមែនកុំចេះតែនិយាយដេកដាស់វើយគេមានគ្រូរបស់គេតាហាមិនបាច់ទេសិស្សច្បងឈីនជំនាញគោរបស់ខ្ញុំមិនមែនជាផ្លូវដាវទេជាតិមុនរួមរស់ជាមួយគេ10ថ្ងៃ10យប់ស្ទើរតែដាច់ខ្យល់ងាប់ទៅហើយជាតិនឹងខ្ញុំសូមសងំសុខក្នុងវិថីឆ្នាំពោលដល់ចាស់ហ្មងទៅលោកមេប៉ាលីងខ្ញុំចង់ចេញទៅមើលក្រសួងអស់បន្តិចទើបតែដណ្ដើមបានទ្រព្យសម្បត្តិគ្រួសារមកវិញសោះឆាប់ទៅណែមីងល្អិតឯងអបអញធ្វើអីហ្នឹងអញកំពុងតែរវល់ណាស់ខ្ញុំដឹងថាមីងមេវល្អចំពោះខ្ញុំអញ្ចឹងខ្ញុំក៏ត្រូវតែធ្វើល្អដាក់មីងវិញដែរអរគុណមីងហើយដែលតែងតែការពារខ្ញុំក៏នឹងការពារមីងវិញដូចគ្នាណានាងក្មេងនេះមិនក៏ចូលចិត្តមករំអួយម្លេះហ่ะឯងនឹងមានអីមកការពារនោះខ្លួនប៉ុនក្របសន្តិនឹងខំប្រឹងស៊ីបាយឲ្យច្រើនបន្តិចទៅនាងឲ្យមីងមេវខ្ញុំទៅក្រសួងអស់ហើយមីងរងចាំខ្ញុំនៅទីនេះទៅបានហើយចាំខ្ញុំត្រឡប់មកវិញនឹងធ្វើជាខ្នងបង្អែកឲ្យមីងណាអ្នកណាធ្វើខ្នងបង្អែកឲ្យអ្នកណាទៅនាងក្មេងនេះចៅវាយសៀវស៊ីចូលចិត្តចៅវាយណាស់ឯងឈ្មោះសៀវស៊ីមែនទេខ្ញុំចង់សួរថាឯងធ្លាប់ឃើញខ្ញុំពីមុនមករអត់បើកភ្នែកមកភ្លាមគឺខ្ញុំឃើញចៅវាយមុនគេហ្មងណាមើលទៅសួររកមូលហេតុដែលដាវហ្វូស៊ីជួយសង្គ្រោះខ្ញុំកាលពីជាតិមុនមិនបានទេអ្នកក្រៅគិតថានេះជាកាដូថ្ងៃកំណើតតែគ្មានអ្នកណាដឹងទេថាកាដូពិតប្រាកដនោះគឺថ្នាំទឹកកម្រិត9នៅក្នុងបន្ទប់សម្ងាត់សោះទីសួងមិនក៏ឯងមកម៉ោងនេះអញ្ចឹងអញមកទីនេះលោកមេប៉ាសៀនដឹងអត់ហ្នឹងចាំទីនេះសិនហើយអញទៅរាយការណ៍ប្រាប់គេសិនត្រឡប់មកមើលទ្រព្យសម្បត្តិគ្រួសារខ្លួនឯងសោះដល់ថ្នាក់ត្រូវរាយការណ៍ប្រាប់គេឯងទៀតគួរឲ្យអស់ចំណែកមែនតាក់ភ្នែកឆ្កែអស់ហើយអីនេះគឺជាក្រសួងអស្ត្ររបស់ចៅវាយយើងអាចឆ្កែយាមទ្វារពីក្បាលហ៊ានព្រុសដាក់ចៅវាយផងស៊ឺស៊ូងឯងហ៊ានម្លេះទៅគូអ្នកនេះស៊ឺស៊ូងសម្រាប់មនុស្សហើយស៊ឺស៊ូងសម្រាប់មនុស្សចឹងអីនិយាយឈួតលប់អីហ្នឹងស៊ឺស៊ូងវាវង្វេងកូនអញចង់ងាប់មិននឹងអាចរត់មកទីនេះទៅស៊ឺស៊ូងអញឈួតហើយមែនទេបានជាហ៊ានវាក្មេងគ្រូសាលីងយើងអញ្ចឹងហាអញច្បាស់ជាទៅប្រាប់កូនអញឲ្យវាប្រដៅអញឲ្យចាស់ដែរម្ដងត្រឹមជាអ្នកមើលការខុសត្រូវសោះហ៊ានប្រហានដាក់ម្ចាស់នៅកន្លែងរបស់គេទៀតនេះជាទោសទី1កេងប្រវាញ់លួចក្នុងវិញ្ញាណនិងឆ្នាំស័ក្តិសិទ្ធិរបស់ហាងជាច្រើនដងនេះជាទោសទី3នេះចម្រៃអញហ៊ានប្រះហិង្សាលើម្ដាយសិស្សអូនអញផងអញដឹងទេថាកូនអញជាថ្លង់ណាស់វើយស្ទើរតែភ្លេចទៅហើយថានៅសល់ឯងម្នាក់ទៀតអញធ្វើបែបនេះតើលោកគ្រូតាស៊ីនយានដឹងទេគូដណ្ដឹងឯងនឹងកូនប្រុសអញដឹងដែរឬទេប្រហែលពេកហើយបើអញហ៊ានប៉ះសក់អញសំបីមួយសរសៃកូនអញច្បាស់ជាដកសរសៃបន្លាស់ស្បែកអញមិនខានសៀវសៀបិទមាត់វាទៅចាស់សចៅវាយពេលនេះស្ងាត់ល្អតើប៉ុន្មានឆ្នាំនេះឯងស៊ីថ្នាំស័ក្តិសិទ្ធិរបស់ខ្ញុំអស់ប៉ុន្មានហើយគិតត្រឹមតែផ្កានិងថ្នាំសង្គ្រឹះយ៉ាងហោចណាស់ក៏ជាង200គ្រាប់ដែរតាណោះ
មិនចម្លែកទេដែលជាពលឆ្នាំនៅសល់ពេញខ្លួនធ្វើឲ្យរាងកាយអញហាំផងបែបនេះខ្ញុំគិតថាអញច្បាស់ជាភ្លេចហើយពីការដែលអញលុបជង្គង់អរគុណខ្ញុំកាលពីមុននោះឥឡូវដល់ថ្នាក់ហ៊ានខំចាស់ខ្លួនឯងទៀតក្នុងនាមដែលអញប្រើរបស់ខ្ញុំទើបអាចខ្លាចជាអ្នកខាត់ពុតកម្រិតសំពីបានអញ្ចឹងពេលនេះឲ្យអញខ្ជាក់មកវិញវាសំខាន់ណាស់មែនទេចង់ទៅប្តឹងអ្នកណាក៏ទៅទោះជាសិស្សប្អូនដល់កំពូលឬលោកគ្រូដ៏ល្អរបស់ខ្ញុំក៏ដោយត្រូវតែនាំពាក្យខ្ញុំទៅប្រាប់ពួកវាផងអញប្រាប់សិស្សប្អូនដ៏ល្អម្នាក់នោះទៅថាទោះបីខ្ញុំទៅវិញ្ញាណរបស់វាក៏វាមិនប្រកាសថាស្លាប់ដែរតើនាងឯងទោះនាងឯងជាម្ចាស់ហាងថ្នាំក៏ដោយឆាប់ជួយសង្គ្រោះមេការយើងមកវិញភ្លាមបើមិនអញ្ចឹងទេពួកយើងនឹងធ្វើកូដកម្មជប់ធ្វើការទាំងអស់គ្នាពួកយើងជប់ធ្វើហើយពុកម៉ែបងប្អូនខ្ញុំគឺស៊ីសួងមកពីត្រកូលស៊ីអ្នកទាំងអស់គ្នាសុទ្ធតែជាអ្នកជិតខាងចាស់ទុំនៅផ្លូវនេះគួរតែដឹងហើយថាហាងថ្នាំនេះជារបស់អ្នកណាក្មួយសួងឲ្យធំកម្រិតនេះទៅហើយក្មួយតែងតែបញ្ចុះតម្លៃឲ្យអ្នកក្រីក្រដូចពួកយើងអ្នកគ្រប់គ្នានៅចាំទុកក្នុងចិត្តជានិច្ចប៉ុន្មានឆ្នាំនេះអាគូឆ្កែញីឈ្មោះនេះវាឡើងថ្លៃថ្នាំសង្គ្រោះជីវិតដល់ទៅ3ដងពួកយើងស្មានតែក្មួយនឹងចង់បានហាងថ្នាំនេះទេតាពួកយើងនាំគ្នារងចាំក្មួយរហូតហ្នឹងក្មួយសួងពួកយើងគ្រប់គ្រងក្មួយការក្មួយនៅតូចពូធ្លាប់ក្មួយទៀតផងជាតិមុនខ្ញុំរត់គេចយកប្រាណរហូតហត់នឿយហើយចុងក្រោយត្រូវស្លាប់យ៉ាងអាណោចអាធំខ្ញុំពិតជាមិនដឹងសោះថានៅលើលោកនេះនៅមានមនុស្សជាច្រើនចាំពីគុណបំណាច់របស់ពុកម៉ែខ្ញុំហើយមានមនុស្សជាច្រើនកំពុងរងចាំខ្ញុំត្រឡប់មកផ្ទះវិញពុកម៉ែបងប្អូនឥឡូវនេះរាល់សម្រាមនិងថ្នាំពុលរបស់ត្រកូលលីនត្រូវបានខ្ញុំបោះសម្អាតចេញអស់ហើយខាងថ្នាំនឹងបើកដំណើរការឡើងវិញមិនដឹងថាមានអ្នកណាស្ម័គ្រចិត្តមកជួយធ្វើការខ្ញុំទេចង្រៃថយចេញទៅចាប់ពីពេលនេះទៅមិនអនុញ្ញាតឲ្យពួកឯងមកចិត្តផ្លូវនេះទៀតទេបើឃើញម្ដងវីម្ដងវើយដែលចម្រាញ់ថ្នាំប្រចាំជីវិតរបស់ពុកថ្នាំទឹកស៊ូក្រាកម្រិត9ដែលអាចបន្សាបជាតិពលរាប់ម៉ឺនមុខនិងជួយសង្គ្រោះមនុស្សស្លាប់បាននេះគឺជាជីវិតទី2ដែលពុកបានបន្សល់ទុកឲ្យកូនពួកអាសម្រាប់ពួកឯងទាំងអស់គ្នាវាសុទ្ធតែជាសម្រាប់មានរឿងអីទៅលោកគ្រូតើលោកគ្រូបានឃើញស៊ូងទេមិនក៏មិនលួងលោមនាងឲ្យត្រឡប់មកវិញរបស់អត់បានការអញមិនប្រាប់ថាមានសង្ឃឹម 50% ទេហោសំបីតែដៅគ្រប់ដណ្ដប់រើក៏អញបង្កើតមិនបានផងតើឲ្យខ្ញុំចិញ្ចឹមអញទុកធ្វើអីប្រព័ន្ធបានចាប់សញ្ញាឃើញថាសំណាងរបស់ស៊ីសួងកើនឡើងយ៉ាងខ្លាំងហើយថែមទាំងទទួលបានវត្ថុស័ក្តិសិទ្ធិប្រចាំជោគវាសនាទៀតសូមម្ចាស់ប្រញាប់ទៅស្ទាក់ផ្លូវនាងភ្លាមគឺទេពធីតាបាយអ្នកនាងទេពធីតាឆាប់ឲ្យឆ្នាំឆ្អឹងស័ក្តិសិទ្ធិមួយគ្រាប់មកខ្ញុំជាបងជីដូនមួយរបស់ស៊ីវស្វាណាចេញឲ្យឆ្ងាយទៅពួកអារបស់ស្មោកគ្របសិស្សនិកាយជីងហួរបានវាធ្វើបាបពួកយើងហើយសិស្សច្បងទេពធីតានៅតែមិនខ្វល់ទៀតតើយុទ្ធធននៅណាទៅអ្នកនាងបាយជួយជីវិតផងឯងចេញឲ្យឆ្ងាយទៅពុកមានមនុស្សឃាតបាយឈៀងខាងសម្រាប់មនុស្សហើយថាស៊ីសួងចិត្តដាច់ទៅហើយតែនាងឯងរឹតតែសាហាវជាងនាងទៅទៀតពុកស្លាប់បាត់ហើយទៅលែងមានអ្នកណាអាចយកបញ្ញាណនិងឆ្នាំទឹកឲ្យខ្ញុំទៀតហើយស៊ីសួងក៏លែងបានខ្ញុំដែរមីមកធាវមីម៉ាប់ងប់នឹងឯងមានពេលទៅកាំងឲ្យមីក្មេងកំព្រាតតកោស៊ីនោះតែគ្មានពេលទៅរកធំវិញ្ញាណសងលុយអញទេមែនទេហាស